នៅក្នុងអេពីសូតមួយនេះបានឡើងនៅពេលដែលស៊ីនគឺបានដើរជួបគ្នាជាមួយនឹងសេសលៀដែលពួកគេនឹងគឺថាជួបគ្នាភ្លាមៗគេថាអេងគ្នាតែម្ដងដោយសារតែរឿងអំពីយប់មិញថ្ងៃស្អែកគឺបានមកដល់នៅពេលដែលស៊ីនគឺនាំសេសលៀនឹងគឺទៅផ្ទះម៉ាក់ក៏ដូចជាប៉ារបស់នាងនៅពេលដែលចូលទៅដល់ក្នុងផ្ទះហើយដែលស៊ីនគឺពិតជាភ័យខ្លាំងមែនទែនដោយសារតែលើកទី1គឺសម្រាប់គាត់ហើយបន្ទាប់ពីនេះដែលស៊ីនគឺបានប្រាប់ទៅកាន់ពួកគាត់ទាំងពីរនាក់ផងដែរថានៅពេលនេះក៏កំពុងតែមានទំនាក់ទំនងជាមួយនឹងសេសលៀពីដំបូងមកមើលទៅកាន់ឪពុកម្ដាយរបស់សេសលៀនឹងពួកគាត់ក៏រៀងគាំងទីផងដែរក៏ប៉ុន្តែក្រោយមកទៀតដែលប៉ារបស់សេសលៀគឺបានចាប់ទៅកាន់ដៃរបស់ស៊ីនដោយក្រោយមកទៀតគាត់នឹងគឺបាននិយាយទៅកាន់ស៊ីនថាគាត់នឹងយល់ព្រមជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងច្បាស់ណាស់ដែលគាត់គឺបានដឹងថាស៊ីននឹងគឺជាមនុស្សល្អម្នាក់ដែលគាត់នឹងគឺអាចជួយការពារទៅកាន់កូនស្រីរបស់ពួកគេបានផងដែរហើយសូម្បីតែម៉ាក់របស់សេសលៀនឹងគាត់ក៏បានយល់ព្រមជាមួយនឹងរឿងនេះដូចគ្នាក្រោយពីរឿងរ៉ាវទាំងអស់ហ្នឹងស្រីរឿងក៏បានកាត់នៅពេលដែលក្រុមរបស់ស៊ីននឹងគឺទៅវឹកហាត់ជាមួយនឹងធម្មពលរបស់គេបន្តទៀតហើយដោយពេលនេះធម្មពលរបស់ពួកគេគឺបានរីកចម្រើនយ៉ាងខ្លាំងស្រីរឿងក៏បានកាត់ទៅកន្លែង Oliver វិញដែលគាត់នឹងគឺបាននិយាយជាមួយនឹងកូនចៅរបស់គាត់ថាគាត់នឹងគឺចង់រៀបជាមួយនឹងផែនការអ្វីថ្មីមួយទៀតហើយបើមើលមកកាន់ស៊ីនវិញណាគាត់នឹងគឺពិតជាគាំងខ្លាំងមែនទែនដោយសារតែគាត់នឹងគឺចង់ប្រើជាមួយនឹងវេទមន្តថ្មីមួយទៀតក៏ប៉ុន្តែបើមើលទៅកាន់មិត្តរួមក្រុមរបស់គាត់វិញណាគឺថាភ័យខ្លាចគាត់ពេញនឹងយកមកច្បាស់ណាស់ដោយសារតែធម្មពលរបស់ស៊ីនម្ដងនឹងគឺមិនមែនខ្សោយនោះទេអញ្ចឹងពួកគេគឺត្រូវតែប្រយ័ត្នអញ្ចឹងហើយនៅពេលនោះស៊ីនគឺសាករើជាមួយនឹងដុំថ្មមួយក៏ប៉ុន្តែបើសិនជាមើលទៅកាន់មិត្តរួមក្រុមរបស់គាត់គេថាបើកសៀនមួយជាន់ទៀតអើយពិតជាគាំងខ្លាំងមែនទែនក៏ប៉ុន្តែមិនដូចជាការគិតរបស់ពួកគេនោះទេនៅពេលដែលស៊ីនគឺបានបញ្ចូលជាមួយនឹងធម្មពលរបស់គាត់នេះគឺចូលនៅក្នុងដុំថ្មមួយហ្នឹងណាធ្វើទៅដុំថ្មមួយហ្នឹងគឺអញដែតបានដល់ពេលអញ្ចឹងទៅក្រុមរបស់ស៊ីនហ្នឹងគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនណាវាគឺមិនគួរជឿនោះទេដែលធម្មពលរបស់ស៊ីនហ្នឹងគឺអាចធ្វើជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងបានមិនត្រឹមតែប៉ុណ្ណោះទេដែលស៊ីនក៏គឺបានប្រើជាមួយនឹងធម្មពលទាំងអស់ហ្នឹងណាគឺមកលើខ្លួនឯងអញ្ចឹងទៅធ្វើឲ្យគាត់ហ្នឹងគឺអញដែតបានបើនិយាយចំទៅដូចជាការហោះមួយអញ្ចឹងបន្ទាប់ពីនេះសៃរឿងគឺបានកាត់នៅពេលយប់ម្ដងដោយស៊ីនក៏គឺបានមកសុំទៅកាន់លោកតាក៏ដូចជាលោកយាយរបស់គាត់ដោយនៅពេលនេះគាត់នឹងគឺចង់ភ្ជាប់ពាក្យជាមួយនឹងសេសលៀដោយលោកយាយរបស់ស៊ីនក៏គឺអត់ប្រកែកផងដែរនៅថ្ងៃស្អែកគាត់នឹងជួនស៊ីននឹងគឺទៅផ្ទះរបស់សេសលៀតែម្ដងនៅថ្ងៃស្អែកគឺបានមកដល់ដូចជាពួកគាត់នឹងគឺបាននិយាយអញ្ចឹងដែលគាត់គឺបានជួនស៊ីនមកកាន់ផ្ទះម៉ាក់ប៉ារបស់សេសលៀដោយមើលទៅកាន់ម៉ាក់ប៉ារបស់សេសលៀក៏គឺរៀនសប្បាយចិត្តផងដែរដោយសារតែគាត់គឺបានស្គាល់អំពីកេរ្តិ៍ឈ្មោះរបស់លោកតាក៏ដូចជាលោកយាយរបស់ស៊ីនហើយនៅពេលដែលពួកគាត់គឺអង្គុយនិយាយគ្នាដោយលោកតាក៏ដូចជាលោកយាយរបស់ស៊ីននឹងគឺបានប្រាប់អំពីរឿងរ៉ាវពិតរបស់ស៊ីនផងដែរច្បាស់ណាស់ដោយសារតែស៊ីនគឺមិនមែនជាចៅពិតប្រាកដរបស់គាត់នោះទេបើនិយាយចំទៅមិនមែនជាចៅបង្កើតនោះទេក៏ប៉ុន្តែពួកគាត់នឹងគឺបានរើសស៊ីនយកមកចិញ្ចឹមក៏ប៉ុន្តែពេលនោះឪពុករបស់សេសលៀគឺស្រាប់តែនិយាយថាគាត់នឹងក៏អត់គិតអំពីរឿងរ៉ាវទាំងអស់នេះឡើយមូលហេតុដែលគាត់នឹងគឺឲ្យសេសលៀទៅកាន់ស៊ីនច្បាស់ណាស់ដោយសារតែស៊ីនគឺបានសន្យានឹងគាត់ថាស៊ីននឹងជួយមើលថែទៅកាន់សេសលៀទោះជាមានរឿងអ្វីកើតឡើងក៏ដោយអញ្ចឹងហើយគាត់គឺសម្រេចចិត្តថានឹងលើកសេសលៀឲ្យទៅកាន់ស៊ីនតែម្ដងណាមួយនៅពេលដែលសេសលៀគឺនៅជាមួយស៊ីនគាត់គឺបានឃើញថានាងគឺពិតជាសប្បាយចិត្តខ្លាំងមែនទែនដល់ចេះទៅលោកតាក៏ដូចជាលោកយាយរបស់ស៊ីននឹងក៏រៀនសប្បាយចិត្តក៏ដូចជាធូរចិត្តផងដែរនៅពេលដែលម៉ាក់ប៉ារបស់សេសលៀនឹងគឺយល់ព្រមថ្ងៃស្អែកគឺបានមកដល់ដោយស៊ីនគឺសម្រេចចិត្តថានឹងនាំជាមួយនឹងក្រុមរបស់គាត់នឹងគឺទៅវាយជាមួយនឹងបីសាច់ពិតប្រាកដតែម្ដងដើម្បីឲ្យពួកគេនឹងគឺកាន់តែរីកចម្រើនខ្លាំងជាងមុននៅពេលដែលពួកគេនឹងគឺទៅដល់ព្រៃបើមើលទៅកាន់ក្រុមរបស់ស៊ីនក៏ដូចជារៀងខ្លាចទីផងដែរច្បាស់ណាស់ដោយសារតែពួកគេនឹងគឺមិនដែលវាប្រហែលជាមួយនឹងបីសាច់ពិតអញ្ចឹងនោះទេដោយឃើញបែបហ្នឹងស៊ីនក៏គឺបានលើកទៅចិត្តទៅកាន់ពួកគេផងដែរច្បាស់ណាស់ក៏គឺជឿថាពួកគេនឹងអាចធ្វើជាមួយនឹងរឿងរ៉ាវទាំងអស់ហ្នឹងបាននៅពេលដែលការប្រយុទ្ធគឺបានចាប់ផ្ដើមដោយក្រុមរបស់ស៊ីនគឺបានប្រើជាមួយនឹងធម្មពលរបស់ពួកគេនឹងគឺរៀងខ្លួនដើម្បីវាយប្រហែលទៅកាន់បីសាច់តោមួយហ្នឹងទៅដំបូងដែលបានឃើញថាបីសាច់តោមួយហ្នឹងគឺដូចជាខ្លាំងមែនទែនក៏ប៉ុន្តែមិនយូរប៉ុន្មានទេបីសាច់តោមួយហ្នឹងគឺបានស្លាប់បាត់ទៅមិនត្រឹមតែប៉ុណ្ណោះទេដោយនៅពេលនេះក្រុមរបស់ស៊ីនគឺបានវាយប្រហែលជាមួយនឹងបីសាច់ផ្សេងដូចគ្នាក៏ប៉ុន្តែបីសាច់ទាំងអស់ហ្នឹងគឺថាគ្មានគីឡូអីជាមួយនឹងក្រុមរបស់ស៊ីននោះឡើយបន្ទាប់ពីបញ្ចប់នៃការកម្ចាត់បីសាច់ទាំងអស់នេះហើយដល់ថ្ងៃដែលស៊ីនក៏ដូចជាសេសលៀនឹងគឺត្រូវរៀបការវិញម្ដងនៅពេលនោះសេសលៀនឹងគឺបានបើកទ្វារក៏ដូចជាដើរចូលមកនៅពេលដែលស៊ីនឃើញបែបហ្នឹងគាត់គឺបានសម្លឹងមើលក៏ដូចជាអៀនខ្លាំងមែនទែនដោយនៅពេលនេះសេសលៀគឺពិតជាស្អាតខ្លាំងយកហ្មងដោយក្រោយមកទៀតដែលពួកគេនឹងគឺបានដើរទៅកន្លែងរៀបការក៏ដូចជារៀបការជាមួយនឹងគ្នាដែលបានជោគជ័យផងដែរបើមើលទៅកាន់គ្រប់គ្នាដែលនៅទីកន្លែងហ្នឹងពួកគេគឺពិតជាសប្បាយក៏ដូចជាអបអរសាទរទៅកាន់ស៊ីនជាមួយនឹងសេសលៀផងដែរដោយសារតែការរៀបការរវាងស៊ីនជាមួយនឹងសេសលៀបែបនេះហើយដែលធ្វើអេពីសូតមួយនេះក៏ចប់ត្រឹមតែប៉ុណ្្នឹងផងដែរនៅក្នុងអេពីសូតមួយនេះហើយដែលបានឃើញថាមិត្តភ័ក្តិរបស់ស៊ីននឹងគឺជាអំពីវេទមន្តនៃការហោះអំពីស៊ីនហើយដែលស៊ីននេះក៏បានបង្រៀនទៅកាន់ពួកគេហើយរឿងក៏បានកាត់ទៅកាន់រាជធានីរបស់ Oliver វិញម្ដងដែលពេលនេះ Oliver នេះក៏បានធ្វើឲ្យប្រជាជនគ្រប់គ្នាដែលនៅក្នុងរាជធានីមួយនេះគឺខ្លាចទៅជាបិសាចសឹងតែទាំងអស់ទៅហើយចំណែកឯសង្គ្រាមវិញក៏ចាប់ផ្ដើមដូចគ្នាអញ្ចឹងទៅ Oliver គឺបានកោះហៅជាមួយនឹងប្រជាជនរបស់គាត់ដែលជាបិសាចនឹងដើម្បីរៀបជាមួយនឹងកម្រិតរបស់ពួកគេដោយសារតែប្រជាជនដែលជាបិសាចរបស់ Oliver នឹងគឺថាមានជាមួយនឹងកម្រិតផ្សេងគ្នាដែលអ្នកខ្លះគឺជាកម្រិតទាបអ្នកខ្លះជាកម្រិតខ្ពស់អីអញ្ចឹងត
ទៅសាររឿងគឺបានកាត់ទៅមើលអតីតកាលរបស់ Oliver វិញដែលនៅពេលនោះ Oliver នឹងគឺជាអភិជនម្នាក់ដែលស្ថិតនៅក្នុងតំបន់មួយដែលនៅពេលនោះ Oliver គឺពិតជាល្អខ្លាំងមែនទែនដោយគាត់នឹងគឺបានគោរពស្រឡាញ់ទៅកាន់អ្នកភូមិរបស់គាត់ដែលនៅក្នុងតំបន់របស់គាត់អីចឹងទៅដែលនៅពេលនោះ Oliver នឹងគឺមានជាមួយនឹងប្រពន្ធម្នាក់ផងដែរដែលប្រពន្ធរបស់គាត់នឹងគឺមានជាមួយនឹងផ្ទៃពោះក៏ប៉ុន្តែនៅក្នុងគណៈពេលនោះផងដែរក៏មានជាមួយនឹងអភិជនផ្សេងៗនឹងគឺបានរៀបកម្រងដើម្បីធ្វើបាបទៅកាន់ Oliver ហើយមូលហេតុដែលពួកគេនឹងគឺធ្វើបែបនេះក៏ពោលថាសេដ្ឋកិច្ចរបស់ជាតិផងដែរក៏ប៉ុន្តែអត់ដឹងថាពួកគេនឹងគឺមានបំណងជួយទៅកាន់សេដ្ឋកិច្ចជាតិឬក៏ពួកគេនឹងគឺមានបំណងអាក្រក់ទៅកាន់ Oliver នោះទេបន្ទាប់ពីបានរៀបចំគម្រោងរួចអស់ហើយដែលពួកគេនឹងគឺបានទៅធ្វើបាបប្រជាជនរបស់ Oliver មិនត្រឹមតែប៉ុណ្ណោះទេដែលពួកគេនឹងគឺទៅបានដុតផ្ទះរបស់ Oliver ក៏ដូចជាសម្លាប់ប្រពន្ធរបស់ Oliver ផងដែរដោយនៅពេលនោះ Oliver គឺអាចធ្វើជាមួយនឹងរឿងអ្វីបាននោះទេដោយសារតែគាត់នឹងគឺនៅទួនខ្សោយខ្លាំងពេកដោយសារតែគំនុំគុំគួនទៅអស់នេះហើយទៅធ្វើឲ្យ Oliver គឺបានប្រែក្លាយពីមនុស្សទៅជាបិសាចវិញហើយមូលហេតុទៅអស់នេះហើយទៅធ្វើឲ្យ Oliver គឺពិតជាគុំទៅកាន់ប្រទេសមួយនឹងខ្លាំងមែនទែននិងចង់បំផ្លាញទៅកាន់រាជធានីមួយនឹងដោយនេះហើយគឺជាហេតុការណ៍ដែល Oliver នឹងគឺបានរៀបជាមួយនឹង plan ជាច្រើនបន្តមកទៀតដោយសាររឿងគឺបានកាត់នៅពេលដែលព្រះរាជបុត្រនឹងគឺត្រូវស្នើដំណែងឲ្យពេលឪពុករបស់គាត់នៅពេលដែលពិធីគឺបានចាប់ផ្ដើមដោយពេលនោះគឺមានជាមួយនឹងពលមានមួយនឹងគឺបានមកដល់រាជធានីតែម្ដងដោយសារតែមានបិសាចជាច្រើនគឺបានវាយប្រហារទៅកាន់ប្រទេសជិតខាងដែលធ្វើឲ្យប្រទេសទាំងអស់នឹងគឺមានការរងទុក្ខជាខ្លាំងក៏ដូចជាមានការបំផ្លិចបំផ្លាញយ៉ាងច្រើនផងដែរនៅពេលដែលប្រជាជនគឺមានការច្បុកច្បល់ពេលនោះដោយព្រះរាជបុត្រគឺបានឡើងទៅនិយាយថាគាត់គឺសន្យានឹងប្រជាជនគ្រប់គ្នាច្បាស់ណាស់គាត់នឹងការពារទៅកាន់ប្រទេសជាតិរបស់គាត់ក៏ប៉ុន្តែបើសិនជាមើលទៅកាន់ប្រជាជនវិញណាដែលពួកគេក៏ដូចជាមិនសូវស្ងប់ចិត្តម៉ានោះទេនៅពេលដែលប្រជាជនគឺអត់ទាន់ស្ងប់ចិត្តអញ្ចឹងស៊ីងគាត់គឺបានឡើងទៅនិយាយម្នាក់ទៀតដែលគាត់គឺបាននិយាយផងដែរថាច្បាស់ណាស់ក្រុមរបស់គាត់នឹងជួយការពារទៅកាន់ប្រទេសមួយនេះដោយគាត់គឺមិនឲ្យប្រជាជនណាម្នាក់នឹងគឺមានជាមួយនឹងគ្រោះថ្នាក់នោះទេហើយគាត់ក៏សន្យាថានឹងការពារអស់ពីសមត្ថភាពរបស់គាត់ផងដែរដោយការនិយាយបែបហ្នឹងហើយទៅធ្វើឲ្យប្រជាជននឹងគឺបានហូរទៅកាន់ពួកគេផងដែរនឹងទុកចិត្តទៅកាន់ពួកគេដូចគ្នាក៏តែបើសិនជាកលេចមើលទៅកាន់ស៊ីណាដែលគាត់នឹងរៀងខូចចិត្តបន្តិចផងដែរតាមពិតទៅគាត់គឺមិនមែនចង់និយាយអញ្ចឹងនោះទេក៏តែព្រះរាជបុត្រនឹងគឺបខំគាត់ហើយបើថាការពារនឹងគឺការពារអីក៏តែបើនិយាយអញ្ចឹងអីក៏គឺមិនហ៊ាននោះទេដែលព្រះរាជបុត្រឃើញបែបហ្នឹងក៏គឺបានលើកទៅចិត្តទៅកាន់ស៊ីនផងដែរថាវានឹងគឺមិនអីនោះឡើយដោយក្រោយមកទៀតដោយក្រុមរបស់ស៊ីននឹងគឺបានហោះដើម្បីទៅកម្ចាត់បិសាចដោយការហោះមួយហ្នឹងហើយទៅធ្វើឲ្យសាច់គ្នានៅក្នុងអេពីសូតមួយនេះក៏មានតែប៉ុណ្្នឹងផងដែរ